ចានថ្ងៃក៏ឡងផុតមកហើយដាក់ខ្ញុំវិតត្រឡប់ជួបមកដោះព្រីកនគររបស់ខ្ញុំទេវតាលោកអើចុះឲ្យរបែកបានជារាត្រីនេះផ្ទុំមិនលក់បាក់មិនហើយយ៉ាងនេះទៅវិញឬមួយក៏ខ្ញុំនឹកតែដល់លោកតាព្រះមនីអីសីទេដឹងលោកតាកាលណាមានការនឹកកលឹកចំពោះលោកតាជាខ្លាំងណាស់តែខ្ញុំមានការនឹកអាណិតទៅដល់ព្រះមេដារបស់ខ្ញុំដោយសារតែព្រះមេដាចង់ឲ្យខ្ញុំមានមហេសីបែបនេះទៅវិញនឹងត្រូវដោះស្រាយជាមួយព្រះមេដាខ្ញុំយ៉ាងណាទៅទេវតាលោកអើយដោយសារតែខ្ញុំមិនទាន់ចង់បានមហេសីបែរជាព្រះមេដាមានទឹកបតីថាពេលដែលខ្ញុំរៀបប្រាស់អភិសេកហើយទ្រង់ច្បាស់ជាផ្ទៃសេរីរាជសម្បត្តិឲ្យខ្ញុំជាអ្នកគ្រប់គ្រងចាក់ជាមិនខានសម្លឹងមើលគោនេះមើលសពមុខមន្ត្រីកហាបតីតូចធំនៅក្នុងព្រះរាជនគរអ្វីត្បិតតែមានរូបសម្ផស្សស្រស់ស្អាតក៏ពិតមែនតែខ្ញុំមិនសពរាជហារតីតតែសោះតែខ្ញុំបានទូថ្វាយចំពោះព្រះមេដាខ្ញុំរួចទៅហើយបើស្នាជាខ្ញុំបានសពរាជហារតីចំពោះរាជបុត្រស្ដេចអង្គណាហើយខ្ញុំនឹងទូថ្វាយឲ្យព្រះមេដាចូលទៅស្ដីដណ្ដឹងតាមប្រពៃណីមកធ្វើជាមហេសីខ្ញុំចាក់ជាមិនខានដូចជាបាត់បងC20មិនដឹងជាទៅឯណាអញ្ចឹងនេះ